Yo, đây là kia, nhóm 4 hay tên của dương nằm mơ sầm rải sạch rương Demon Slayer Infinity Castle ផ្ដើម movie នឹងមកភ្លាមហ្នឹងយើងក៏ឃើញថា show មេកំពុងតែដើរនៅកន្លែងភ្នូសពនេះមួយសម័យឃើញទៅកាន់អតីតកាលនៅពេលដែលកាកាយ៉ាបានប្រាប់ខ្លួនថាឲ្យយកខ្លួនគេហ្នឹងធ្វើគឺជាអន្ទាក់ដើម្បីតាក់ឲ្យមូសានឹងដើរចូលមកក្នុងបន្ទប់ក្របីសម្រាប់វាចោលតែមកទៅពេលហ្នឹងហើយសន្យាប្រាប់ថាកុំឲ្យទៅប្រាប់កូនផ្សេងដទៃទៀតអីព្រោះថាចង់ឲ្យសមាជិកដទៃទៀតស្លាប់តាមខ្លួននោះទេហើយបើសិនជាល្បិចមួយហ្នឹងមិនអាចសម្លាប់មូសានបានលោកជំរឿចុងក្រោយមានតែវាយគ្នាជាមួយនឹងមូសានរហូតដល់ព្រះអាទិត្យរះនោះពេលហ្នឹងព្រះអាទិត្យនឹងដុតកំឡោចជារាងកាយរបស់មូសានលោកវានឹងស្លាប់ហើយងាកមកមើលពេលបច្ចុប្បន្នដែលមូសានទម្លាក់គ្រប់គ្នាចូលទៅក្នុង Infinity Castle ហើយវិញហ្នឹងគ្រប់គ្នាក៏ធ្លាក់ទៅក្រោមជាធម្មតាចំណែក Misery ជាមួយនឹង Obanai ក៏បានធ្លាក់ទៅក្រោមទីតាំងជាមួយគ្នាក៏តោងដៃគ្នាដើម្បីកុំឲ្យបែកគ្នាអញ្ចឹងទៅ Shinobu ធ្លាក់ទៅតែឯងមួយ Shiro ជាមួយនឹង Shome ធ្លាក់ទៅទីតាំងជាមួយគ្នាហើយតួអង្គឯរបស់យើង Kamato Tanjiro ហ្នឹងក៏បានទៅជួបគ្នាជាមួយនឹង Kiyu ក៏បានទៅជួយតោងឯរបស់ Tanjiro មិនឲ្យធ្លាក់បាក់កស្លាប់ផងដែរហើយភ្លាមហ្នឹងក៏មានបិសាចចេញមកជាច្រើនអ្នកតាពីរហ្នឹងក៏បានប្រើប្រាស់ដង្ហើមទឹកកាប់សម្លាប់ពួកហ្នឹងឲ្យស្លាប់គ្មានសល់សំបីមួយក្បាល Misery និង Obanai ក៏បានធ្លាក់ទៅដល់ក្រោមផងដែរកាប់សម្លាប់ពួកបិសាចនៅក្រោមហ្នឹងឡើងរាប់សិតក្បាលវាណៃពួកវាប៉ះទៅលើសរសៃសរបស់ Misery សំបីតែបន្តិចឡើយខាង Mushiro ជាមួយនឹង Shome ណាវិញក៏កាប់សម្លាប់ពួកបិសាចនឹងជាច្រើនដូចគ្នាកំពុងតែរត់ធ្វើដំណើរទៅមុខទៀតហ្នឹងថា Master មិនដែលបដ ாய் ខ្លួនគាត់ឲ្យបិសាចរកឃើញស្រួលនោះទេអញ្ចឹងទៅគាត់យកខ្លួនរបស់គាត់ធ្វើជាអន្ទាក់ដើម្បីតាក់ឲ្យ Musan មកនិងដាក់ក្របបែកដើម្បីសម្លាប់វាមែន Shome ក៏បានប្រាប់តាមការពិតថាហ្នឹងហើយព្រោះគាត់ដឹងថាខ្លួនគាត់មិនអាចរស់បានយូរទៀតទេដំណឹងមួយហ្នឹងក៏ធ្វើឲ្យ Mushiro ហ្នឹងកាន់តែក្តៅខ្លាំងថែមទៀតហើយ Sanemi ក៏កំពុងតែលុតជង្គង់សុំទោសទៅកាន់ Master ដែលមិនអាចជួយការពារគាត់បានភ្លាមហ្នឹងក៏មានបិសាចធ្លាក់មកពីលើជាច្រើនហើយវាហ្នឹងក៏យកកំផឹងមួយហ្នឹងកាប់សម្លាប់ពួកហ្នឹងគ្មានសល់ Inosuke របស់យើងឯណាវិញហ្នឹងក៏កាប់ពួកបិសាចបណ្ដារត់ទៅក្រោមបណ្ដាស្វាយចិត្តមែនតែនដោយត្រូវរង្វាន់អីអញ្ចឹងគេយ៉ាកាន់កាភ្លើងម្ដាមការពារខ្លួនក៏ដូចជារត់ទៅរកបងប្រុសរបស់គេផងដែរចំណែកឯ Zenitsu របស់យើងឯណាវិញហ្នឹងក៏កំពុងតែតាមរកមើលសម្លេងបុគ្គលម្នាក់ដែលគេតាមរក Shinobu កំពុងតែដើរនៅក្នុងសេតាវិមានមួយនេះក្លិនឆ្អាបឈាមខ្លាំងក៏បើកទ្វារមើលទៅឃើញថាដូម៉ាកំពុងតែស៊ីរាងកាយរបស់មនុស្សស្រីសម័យទៅកាន់អតីតកាលខណៈពេលដែលបងស្រីរបស់ខ្លួនកំពុងតែស្លាប់សួររកមើលរូបរាងរបស់ Demona ដែលសម្រាប់បងស្រីរបស់គេក៏ប្រាប់ថាបែរហ្នឹងវាចូលចិត្តញញឹមច្រើននិយាយសុភាពរោមទុំមានស្អីមួយគ្របនៅពីលើក្បាលងាកមកពេលបច្ចុប្បន្នក៏មានមនុស្សស្រីម្នាក់ដែលមិនទាន់ស្លាប់ហ្នឹងព្យាយាមប្រាប់ឲ្យ Shinobu ហ្នឹងជួយខ្លួនផងអញ្ចឹងទៅដូម៉ាវាក៏បានបកផ្លិតរបស់វាដើម្បីសម្លាប់ម្នាក់ហ្នឹងចោលក៏តែ Shinobu ក៏បានទៅចាប់ម្នាក់ស្រីនឹងទាន់តែម្នាក់ហ្នឹងក៏មានរស់ហើយណាខ្លួនរបស់នាងក៏បានត្រូវរបួសដាច់ជាច្រើនផ្នែកបាត់ទៅហើយបើឃើញទាំងផ្លិតមាសម៉ូតសក់របៀបនិយាយស្ដីញញឹមច្រើនតាមរយៈបងស្រីរបស់ខ្លួនប្រាប់ហើយគឺដឹងច្បាស់ហើយថាបរិសម្នាក់ហ្នឹងគឺឈ្មោះដូម៉ាជាឃាតករដែលបានសម្លាប់បងស្រីរបស់ Shinobu នឹងឯងហើយមួយដូម៉ាហ្នឹងវាក៏និយាយច្រើនខ្លាំងមែនតែនថាវាអាណិតស្អីអស់ហ្នឹងបានវាសុខចិត្តស៊ីធ្វើឲ្យរាងកាយនិងព្រលឹងរបស់នាងហ្នឹងគឺសិតនៅក្នុងខ្លួនរបស់វាទាំងអស់ក៏ប៉ុន្តែនិយាយចង់និយាយឡើងហ្នឹង Shinobu ក៏មួម៉ៅវាក៏សួរថាចង់និយាយអីក៏និយាយមកឃើញមុខដោយរៀង stress ដល់ហើយ Shinobu ក៏បានប្រាប់ថាចាំអត់បងស្រីរបស់យើងគឺឯងជាអ្នកសម្លាប់ដូម៉ាក៏ឆ្លើយតបទៅវិញថាខ្លួនដូចជាចាំបានម្នាក់ស្រីដែលមានរូបរាងស្តៀងនាងអញ្ចឹងក៏ប៉ុន្តែខ្លួននឹងស្ដាយខ្លាំងណាស់បានស៊ីនាងសោះភ្លាមនឹង Shinobu ក៏បានប្រោះលឿនយ៉ាងលឿនចាក់ភ្នែកវាមួយចំហៀងឲ្យខ្វាដូម៉ាក៏បានបកផ្លិតបង្ហាញពឹសសោតករបស់ខ្លួននឹងទៅការ Shinobu ក៏បានដកថយវិញហើយវានឹងក៏សួរទៅកាន់ Shinobu ថាមិនក៏មិនកាត់កវាបើមិនកាត់កមិននឹងស្លាប់ Shinobu ក៏បានប្រាប់ថាប្រើទៅថ្នាំពុលក៏កើតដែរភ្លាមនឹងថ្នាំពុលនៅក្នុងភ្នែកមួយចំហៀងដែល Shinobu បានចាប់ផ្ដើមប្រតិបត្តិការប៉ុន្តែ Upper Moon Demon មួយនេះហាក់បីដូចជារាងកាយរបស់វានឹងសម្របសម្រួលជាមួយនឹងថ្នាំពុលនឹងបានរួចហើយកលែងអីវិញបន្ទាប់មកអ្នកទាំងពីរក៏បានប៉ះផ្លែដើរជាមួយនឹងគ្នាបន្តទៀតទៅមួយសន្ទុះក្រោយមក Shinobu ក៏បានចាក់ទ្រូងរបស់វាត្រូវមួយប៉ុន្តែនៅតែមិនមានបញ្ហាអីសម្រាប់ដូម៉ាកំពុងតែវាយប៉ះគ្នាតទៅមុខទៀតនឹងដូម៉ាវាក៏បានសម័យទៅកាន់អតីតកាលរបស់វាបន្តិចនៅពេលដែលវាកើតមកមានសក់ពណ៌សភ្នែក7ពណ៌ហើយប៉ាម៉ារបស់វានឹងក៏គិតថាវាគឺជាមនុស្សពិសេសដែលអាចលើសំឡេងព្រះជាម្ចាស់បានគ្រប់គ្នានឹងក៏ចាប់ផ្ដើមគោរពបួងសួងទៅកាន់ដូម៉ាថាគេនឹងគឺជាមនុស្សពិសេសដែលអាចលើសំឡេងព្រះជាម្ចាស់បានតែមកបួងសួងនិងអធិដ្ឋានសុំនេះសុំនោះឲ្យមានសេចក្តីសុខឬក៏នៅពេលដែលគេស្លាប់ទៅសុំឲ្យឡើងឋានសួគ៌អញ្ចឹងទៅដូម៉ានឹងវាក៏អាណិតពួកនឹងខ្លាំងមែនទែនបើទោះបីជាទាំងម៉ែឪឬក៏ប្រជាជននឹងវាល្ងងខ្លៅក៏ដោយខ្លួនក៏ចាប់បដ ாய் និយាយប្រាប់ពួកនឹងថានៅពេលដែលស្លាប់នឹងឡើងឋានសួគ៌អញ្ចឹងទៅក៏ប៉ុន្តែគួរឲ្យសោកស្ដាយនៅពេលដែលពួកនឹងស្លាប់ទៅគ្មានពីណាគេទៅណាទេព្រះជាម្ចាស់ព្រះពុទ្ធអីហ្នឹងគឺគ្មានទេនៅលើលោកនេះតែស្លាប់ទៅគឺអស់ហើយគ្មានស្អីទេងាកមកពេលបច្ចុប្បន្នវិញ Shinobu នឹងក៏បានចាក់តាមពលជាច្រើនផ្លែដើរចូលទៅកាន់ខ្លួនរបស់ដូម៉ាក៏ប៉ុន្តែវានៅតែ regenerate បន្សំខ្លួនជាមួយនឹងថ្នាំពុលនឹងបានទាំងអស់ហើយចំណុះរបស់ Shinobu នឹងក៏ចាប់ផ្ដើមហូរឈាមព្រោះថាខ្លួននឹងបានស្រូបអា Demon Art ដែលជាថ្នាំពុលរបស់ដូម៉ានឹងចូលទៅក្នុងខ្លួនរៀងច្រើនដែរហើយបន្ទាប់មក Shinobu ក៏បានព្យាយាមប្រើប្រាស់ក្បាច់មួយទៀត Insect Breathing
Den of Dragonfly ហើយវាក៏បានចាក់ទៅខ្លួនរបស់ដូម៉ាក៏ប៉ុន្តែខ្លួនដូម៉ាអត់មានបញ្ហាអីសោះស្រាប់តែខ្លួនរបស់ Shinobu ហ្នឹងក៏បានដាច់ចេញឈាមជាច្រើនហើយដូម៉ាហ្នឹងវាក៏សើចចំមកទៅកាន់ Shinobu ថាខ្លួនតូចតែមួយហ្នឹងធ្វើស្អីខ្លួនវាកើតយ៉ាងទៅ Shinobu ក៏បានសម័យទៅកាន់អតីតកាលសួរទៅកាន់បងស្រីរបស់នាងថាមិនបានដៃជើងរបស់ក្រុមគ្រួសារគេហ្នឹងតូចខ្លាំងម៉េះធ្វើអីកើតបើអញ្ចឹងហើយ Shinobu ហ្នឹងក៏ចាប់ផ្ដើមអស់សង្ឃឹមបាក់ទឹកចិត្តស្រែកយំនៅកន្លែងហ្នឹងតែម្ដងព្រោះថាខ្លួនហ្នឹងដូចជាធ្វើអីកើតនោះទេសួរខាងឆ្វេងហ្នឹងក៏ខូចខ្ទេចទីអស់ហើយភ្លាមហ្នឹងនាងក៏ឃើញប្រលឹងបងស្រីរបស់នាងស្រែកស្ដីឲ្យនៅខាងមុខហ្នឹងតែម្ដងថាងើបឡើងបើចង់សងសឹកជាមួយនឹងវាត្រូវតែសម្លាប់វាឲ្យបានណាមែនគឺជាការសន្យារបស់ Shinobu ឯងជាមួយនឹងយើងហើយជាមួយនឹង Kanao បន្ទាប់មកក៏ឃើញប្រលឹងបងស្រីរបស់នាងហ្នឹងមកអោបនាងប្រាប់ថាបងស្រីដឹងថាប្អូនអាចធ្វើបានបន្ទាប់មក Shinobu ក៏បានងើបឡើងតទល់ជាមួយនឹង Doma ម្ដងទៀតទាំងតែខ្លួនរបស់នាងហ្នឹងដាច់រហែកហូរឈាមមិនឈប់ដោយលើកនេះល្បឿនរបស់ Shinobu ហ្នឹងលឿនខ្លាំងមែនទែន Doma វាយអត់ត្រូវនោះទេហើយបន្ទាប់មកហ្នឹង Shinobu ក៏បានប្រើប្រាស់រាងកាយដ៏សែនតូចរបស់នាងអោនទៅចុះក្រោមយ៉ាងជ្រៅបន្ទាប់មកក៏បានយកដាវរបស់នាងចាក់ទម្លុះខ្លួន Doma ប៉ាងទៅពីដានខាងលើបន្ទាប់មកនាងក៏បានសម័យទៅកាន់អតីតកាលនៅពេលដែលនាងជាមួយនឹងបងរបស់នាងអង្គុយភ័យខ្លាចនៅក្នុងផ្ទះទៅបានខ្យល់មេមកជួយហើយបន្ទាប់មកហ្នឹងក៏សម័យឃើញ Tanjiro បានសួរថាអ្នកនាងខឹងមែន Shinobu ក៏ឆ្លើយថាខឹងច្បាស់ជាខឹងហ្នឹងហើយប៉ាម៉ារបស់ខ្លួនត្រូវបានពុកបិសាចសម្លាប់បងស្រីរបស់ខ្លួនក៏ត្រូវបានសម្លាប់ហើយបើក្មេងៗអានេះវិញហ្នឹងមិនដឹងជាជួបរឿងរ៉ាវស្អីខ្លះទេជាមួយនឹងពួក Demon អីអស់ហ្នឹងងាកមកពេលបច្ចុប្បន្នក៏ឃើញថារាងកាយរបស់ Doma ដែលត្រូវថ្នាំពុល Shinobu ចាក់ចូលបាយមិញហ្នឹងក៏គ្មានខាតអីនោះទេ Shinobu កំពុងតែធ្លាក់ចុះមកក្រោមហ្នឹងវាក៏បានចាប់ទាញ Shinobu ទៅអោបរួចហើយវាក៏យំសរសើរទៅកាន់ Shinobu ថាទឹកដៃល្អគ្រាន់បើទោះបីជារាងកាយរបស់នាងនឹងទន់ខ្សោយជាងបងស្រីរបស់នាងក៏ដោយហើយសួរថាមានអីនិយាយពាក្យចុងក្រោយអត់វានឹងចាំស្ដាប់បន្ទាប់មកចាំវាស៊ីតាមក្រោយ Shinobu ក៏បានប្រាប់ថាទៅនរកទៅភ្លាមហ្នឹងKanao ក៏បានបើកទ្វារចូលមកក្នុងហ្នឹងឃើញទស្សនភាពបងស្រីរបស់ខ្លួន Shinobu ត្រូវបានលេបតបាក់ចូលខ្លួនដោយ Doma Kanao ក៏លោតចូលកាប់មួយទំហឹងក៏តែ Doma ហ្នឹងក៏លោតចុះមកក្រោមកិច្ចខ្លួនហើយវាក៏កំពុងតែស្រោប Shinobu ចូលក្នុងខ្លួនរបស់វាបន្តិចម្ដងហើយវាក៏សួរទៅកាន់ Kanao ថាអត់ចូលផ្ទះរបស់វាមែនមិនក៏មិនលោតចូលមកវាយវាអញ្ចឹងដោយសារតែ Shinobu ហ្នឹងធ្វើដៃអីបង្ហាញប្រាប់ថាកុំឲ្យចូលមកមែន Zenitsu របស់យើងអានេះវិញក៏បានដើរមកដល់ក្នុងបន្ទប់មួយរួចហើយក៏ស្រែកថាចង្រៃចេញមកលឿនអញដឹងថាហែងនៅកន្លែងហ្នឹងKaku ដែលទៅជាសិស្សច្បងរបស់ Zenitsu នឹងក៏បានបើកទ្វារចេញមកគេឥឡូវហ្នឹងគឺជាបិសាច Upper Rank ទី6 Tanjiro ហើយនិង Kiyu កំពុងតែរត់តាមហល់ Nakime ក៏បានបើកទ្វារឲ្យ Tanjiro ធ្លាក់ទៅក្រោមស្លាប់ក៏ប៉ុន្តែ Tanjiro ក៏បានប្រើ Water Breathing 9 Form រួចហើយក៏លោតចុះឡើងត្រឡប់មកវិញបានយ៉ាងមានសុវត្ថិភាពកាយមួយក៏បានហៅមកប្រាប់ Tanjiro ក៏ដូចជា Kiyu ថា Shinobu នឹងបានស្លាប់ហើយនៅពេលដែលប្រយុទ្ធគ្នាជាមួយនឹង Demon Upper Rank 2ហើយតាមរយៈកណ្ដាស់រូបភ្នែកដែលបិទជាប់នៅលើសត្វក្អែកទាំងអស់ហ្នឹងក៏បានផ្ដល់ទៅជា Vision ឬក៏ចក្ខុវិស័យទៅដល់កូនរបស់កាកាយ៉ារួចហើយក្មេងៗទាំងប្រមាណអ្នកហ្នឹងក៏បានគូប្លង់ជាច្រើនដើម្បីស្វែងរកមើលនិងសិក្សាអំពីទីតាំងរបស់ Infinity Castle មួយហ្នឹងក៏ដូចជាស្វែងរកទីតាំងរបស់ Musan ផងដែរហើយវាគឺជាសមត្ថភាព Platinum Art របស់ Yushiro ពលឺក្រហមតូចៗដែលមើលឃើញគឺជាបិសាចធម្មតាប៉ុន្តែពលឺក្រហមធំៗទាំង5នេះគឺសុទ្ធតែជាបិសាច Upper Moon ទាំងអស់ដោយឃើញ Upper Moon 6បានទៅប៉ះគ្នាជាមួយនឹង Zenitsu ហើយប្អូនរបស់ Koina ហ្នឹងក៏បានប្រាប់ទៅកាន់ Koina ក៏បានបញ្ជាឲ្យគ្នាផ្សេងទៀតហ្នឹងទៅជួយ support Zenitsu ផង Zenitsu បានស្ដីឲ្យទៅកាន់ Kaikaku ជាខ្លាំងព្រោះថាលោកគ្រូរបស់គេហ្នឹងបានធ្វើពិធីសម្រាប់ខ្លួនដែលហៅថា Seppuku ហ្នឹងចាក់សម្រាប់ខ្លួនឯងក៏ប៉ុន្តែគ្មានពីណាគេកាត់ក្បាលគាត់ឲ្យស្លាប់ដល់ចិត្តទៅគាត់ត្រូវហូរឈាមម្ដងបន្តិចទម្រាំនឹងគាត់ស្លាប់វេទនាសឹងអីមូលហេតុគឺដោយសារតែ Kaikaku បានប្រែក្លាយខ្លួនទៅជាបិសាចនឹងឯង Kaikaku វាអត់ខ្វល់នោះទេអាណាងាប់អីក៏ងាប់ទៅវាក៏ខឹងជាមួយនឹងលោកគ្រូផងដែរដែលឲ្យវាស្នងតំណែងក្បាច់ដង្ហើមប្រទេសពីអ្នក Zenitsu ទៅវិញ Zenitsu ក៏បាននិយាយប្រមាថទៅកាន់ Kaikaku វិញថាវានឹងអត់ចេះក្បាច់ទី1ហើយដល់ចិត្តទៅ Kaikaku ខឹងវាក៏បានដកដាវមកកាប់សម្លាប់ជាមួយនឹង Zenitsu តែម្ដងក៏តែ Zenitsu នឹងល្បឿនរបស់គេលឿនខ្លាំងមែនទែនក៏បានកាត់ក Kaikaku នឹងឲ្យដាច់មួយចំហៀង Kaikaku ក៏បាននឹកឃើញទៅកាន់អតីតកាលនៅពេលដែល Kokushibo បានមហោឈាមរបស់គេឲ្យវាផឹកដើម្បីក្លាយទៅជាបិសាចមួយដែរ Kokushibo ក៏គំរាមវាថាកុំឲ្យឈាមរបស់គេនឹងធ្លាក់ឲ្យសោះបើសិនជាធ្លាក់នោះនឹងកាត់ក្បាលវាឲ្យស្លាប់នៅកន្លែងនឹងភ្លាម Kaikaku គិតថា Kokushibo នឹងគឺគួរឲ្យខ្លាចយ៉ាងអីហើយប្រៀបធៀបជាមួយនឹងអាក្មេង Zenitsu នឹងវាមានអីទៅអស្ចារ្យឃើញទៅកាន់អតីតកាលនឹងឃើញថាលោកគ្រូរបស់ខ្លួននឹងគឺតែងតែមើលមកខ្លួននឹងស្មើគ្នាជាមួយនឹង Zenitsu រហូតហើយវាអត់ពេញចិត្តនោះទេព្រោះថាវាសិស្សច្បងកលិបលោជាងអីចឹងណា Zenitsu នឹងក៏និយាយប្រាប់ថាមូលហេតុដែលគ្រូយកគេធ្វើជាអ្នកស្នងតំណែងទាំងពីរនាក់ហ្នឹងគឺដោយសារតែខ្លួនចេះក្បាច់ទី1ចំណែកឯ Kaikaku នឹងគឺចេះគ្រប់ក្បាច់ទាំងអស់លើកលែងតែក្បាច់ទី1ដោយហេតុតែការមិនពេញចិត្តនឹងចំណែន Kaikaku នឹងក៏បានប្រែខ្លួនខ្លាយទៅជាបិសាចតបមកអ្នកទាំងពីរហ្នឹងក៏បានដកដាវកាប់គ្នាជាបន្តទៀតកាប់បណ្ដាលស្ដីបន្ទោសទៅកាន់ Zenitsu បដាថាម៉េចអាកូនសិស្សសំណប់គ្រូឲ្យធ្វើស្អី
យកើតហើយ Zenitsu ហ្នឹងគឺអត់ទាន់ធ្វើអីកាន់នោះទេបានត្រឹមតែរងតមក Kaikaku ក៏បានប្រើប្រាស់ក្បាច់ទី 3 ក្បាច់ទី 5 ឆក់ទៅកាន់ Zenitsu ហ្នឹងឡើងចង់គាំងហើយបន្ទាប់មកវាក៏បានប្រើប្រាស់ក្បាច់ទី 6 Rumble and Flash កាប់ទៅកាន់ Zenitsu ធ្លាក់ទៅក្នុងរណ្ដៅមួយចុះទៅក្រោមយ៉ាងជ្រៅរាងកាយរបស់ Zenitsu ហ្នឹងក៏ចាប់ផ្ដើមប្រេះបែកយ៉ាងខ្លាំងផងដែរដោយសារតែក្បាច់ដើមមួយហ្នឹងបូកជាមួយនឹង Blood Demon Art ធម្មពលរបស់វាហ្នឹងក៏កាន់តែខ្លាំង Zenitsu ក៏បានឃើញទៅកាន់អតីតកាលទៀតហើយខ្លួននឹងតែងតែគោរពនឹងមើលបំណាំទៅកាន់សិស្សច្បងរបស់គេ Kaikaku រហូតបើទោះបីជាមានសិស្សផ្សេងនឹងនិយាយដើមពី Kaikaku អីគឺវាចូលទៅរករឿងវាយពួកនឹងមិនឲ្យនិយាយឆ្លើយអីឡើយប៉ុន្តែ Kaikaku នឹងបែរជានិយាយស្ដីឲ្យ Zenitsu ថាកុំឲ្យបង្កបញ្ហាទៅវិញហើយខ្លួនក៏សុំទោសទៅកាន់លោកគ្រូផងដែរដែលមិនអាចដើរផ្លូវជាមួយនឹង Kaikaku បានដោយសារតែ Kaikaku នឹងគឺមិនចូលចិត្តគេនោះទេហើយតែងតែ disrespect អ្នកផ្សេងរហូតដល់ទៅពេលសកម្មភាពដដែលច្រើនដងពេកនឹង Zenitsu ក៏លែងមានការគោរពក៏ដូចជាមើលបំណាំអីទៅកាន់អាប៉ែនឹងទៀតហើយអ្នកទាំងពីរហ្នឹងក៏បានបែកចែកផ្លូវគ្នាត្រឹមហ្នឹង Zenitsu ភ្លាមហ្នឹងក៏បានយកជើងរបស់ខ្លួនទៅជន់នឹងជញ្ជាំងមួយរួចហើយក៏បានបង្កើតរន្ទះពណ៌ខៀវយ៉ាងធំ Kaikaku ហ្នឹងក៏មិនដឹងថាជាធម្មពលអីដែរហើយរន្ទះពណ៌ខៀវនេះមិនមែនជា first form ទៀតទេគឺជា form ទី 7 តែម្ដងឈ្មោះថា God of Fire Thunder បន្ទាប់មកក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនសម្ដៅទៅកាន់ Kaikaku កាត់ក្បាលរបស់ Kaikaku ឲ្យដាច់បានអ្នកទាំងពីរក៏បានធ្លាក់ចុះទៅក្រោមទាំងអស់គ្នា Kaikaku នឹងវាខឹងសម្បាពិបាកទទួលយកខ្លាំងមែនទែននៅពេលដែលសិស្សប្អូនកាកមួយនេះសម្រាប់វាបានអញ្ចឹងហើយក្បាច់ទី 7 ហ្នឹងគ្រូលួចបង្រៀនមែនដោយសារតែក្បាច់ហ្នឹងវាស្គាល់ត្រឹមតែក្បាច់ទី 6 នោះទេតាមពិតអាក្បាច់ទី 7 ហ្នឹង Zenitsu ជាអ្នកបង្កើតមកដោយខ្លួនឯងនោះទេចង់វាយស្មើដៃគ្នាជាមួយនឹង Kaikaku តទល់ជាមួយនឹងសត្រូវឯងតាក៏ប៉ុន្តែឥឡូវហ្នឹងបែរជាមកប្រើជាមួយនឹង Kaikaku ទៅវិញ Kaikaku ហ្នឹងវាក៏ខឹងសម្បាអត់ចង់ចាញ់ជាមួយនឹងអាសិស្សប្អូនហ្នឹងទេក៏ប៉ុន្តែចុងក្រោយហ្នឹងវាក៏ញញឹមថានៅពេលដែលអ្នកទាំងពីរធ្លាក់ទៅដល់ក្រោមហ្នឹង Zenitsu ក៏ងាប់ដែរប៉ុន្តែបំណងចុងក្រោយរបស់វាហ្នឹងមានតែបានសម្រេចយ៉ាងណា Yushiro ហ្នឹងក៏បានលោតមកកន្លែងហ្នឹងជួយ Zenitsu មិនឲ្យធ្លាក់ដល់ក្រោមស្លាប់ឡើយហើយវាហ្នឹងក៏ស្លាប់តែឯងអញ្ចឹងទៅព្រលឹងរបស់ Zenitsu ហ្នឹងក៏បានមកជួបគ្នាជាមួយលោកគ្រូខាន់គ្នាដោយអាបលាយទឹកមួយ Zenitsu ហ្នឹងក៏ព្យាយាមបញ្យល់ប្រាប់ទៅកាន់លោកគ្រូមែនតើក៏ដូចជាសុំទោសផងដែរដែលមិនអាចត្រូវគ្នាជាមួយនឹង Kaikaku បាននិយាយបញ្យល់ផងយំផងឃើញថាលោកគ្រូរបស់ខ្លួនហ្នឹងឥឡូវហ្នឹងក៏ស្រក់ទឹកភ្នែកយំផងដែរបន្ទាប់មកគាត់ក៏បានប្រាប់ទៅកាន់ Zenitsu ថាគាត់មានមោទនភាពនិងរីករាយខ្លាំងណាស់នៅពេលដែលឃើញភាពជោគជ័យរបស់ Zenitsu បន្ទាប់មកអ្នកទាំងពីរហ្នឹងក៏បានឃ្លាតឆ្ងាយគ្នានៅត្រឹមហ្នឹង Zenitsu ក៏បានដឹងខ្លួនឡើងវិញ Yushiro ហ្នឹងក៏បានបញ្យល់ប្រាប់ corp member ផ្សេងទៀតថា Zenitsu ហ្នឹងសំណាងហើយដែលបានប៉ះគ្នាជាមួយនឹង Upper មួយនេះដែលវាទើបតែនឹងក្លាយទៅជាបិសាចថ្មីមិនទាន់ចេះក្បាច់អីអស់នោះទេបើសិនជាវាយគ្នាជាមួយនឹងវារយៈពេលបន្តិចទៀតហ្នឹងប្រកាសជាងាប់ហើយ corp member ហ្នឹងវាស្រែកខ្លាំងពេកក៏តែទីបិសាចមកកន្លែងហ្នឹងក៏ប៉ុន្តែអីនោះទេ Murata ក៏បានចេះ Water Breathing form ទី 2 ផងដែរក៏បានកាត់ក្បាលបិសាចមួយហ្នឹងងាប់ទៅ Yushiro ក៏បានបិទភ្នែកមើលឃើញថាមានពន្លឺក្រហមមួយធំនៅប៉ុណ្ណាណីនៅខាងផ្លូវកន្លែងដែល Kiyu ហើយនិង Tanjiro កំពុងតែរត់ទៅដូចជាមិនស្រួលសោះ Kiyu ហើយនិង Tanjiro កំពុងតែរត់សុកស្រាប់តែអាកាសានឹងក៏បានទម្លាក់ខ្លួនមកពីលើជួបគ្នាជាមួយនឹង Demon Upper Moon បដ ாய் នៅខាងក្នុងខ្លួនរបស់ Muzan វិញនឹងក៏បានស្រូប Lady Tamayo នឹងចូលម្ដងបន្តិចទៅក្នុងបេះដូងសរសៃឈាមរបស់វា Koina កំពុងតែ draft ឡង់ដើម្បីរកមើល Muzan វិញនឹងក៏ចាប់ផ្ដើមស្លន់ហើយម្ដាយអាណា Infinity Castle ប៉ុណ្ណាណីរកមិននឹងឃើញគូប្លង់មិននឹងអស់ហើយកំពុងតែស្លែស្លន់ហ្នឹងស្រាប់តែកាកាយ៉ាក៏បានបង្ហាញព្រលឹងរបស់ខ្លួននៅនឹងមុខ Koina តែម្ដងប្រាប់ថាកុំភ័យអីកូនតាមសម្រួលទៅ Muzan គង់តែបង្ហាញខ្លួនមកទេក្រែងវាមករកពុកដោយឯងដែរតាឮអញ្ចឹង Koina ក៏ភ្ញាក់ព្រឺតរួចហើយខ្លួនក៏មានកម្លាំងចិត្តធ្វើការបន្តទៀត Mushiro ជាមួយនឹង Kyomei ហ្នឹងក៏កំពុងតែជាប់ដៃជាមួយនឹងអាបិសាចស្នែងអស់នេះ Corp member ក៏បាន step in រួចហើយប្រាប់ថាទៅរក Muzan ទៅទុកកម្លាំងវាយគ្នាជាមួយនឹងវាកុំរវល់ជាមួយនឹងអាបិសាចអីអស់នេះអីកាណាតាសម្រាប់ទឹកភ្នែកដោយនឹកស្រណោះឪពុកម្ដាយក៏ដូចជាប្អូនទាំងពីរដែលស្លាប់នៅក្នុងក្របបែកនៅខ្លាំងពេកក៏ប៉ុន្តែ Koina ក៏បានប្រាប់គុំយំអីខំធ្វើការឡើងពួកយើងនឹងមិនចោះចាញ់ទេតែយ៉ាងនឹង Shinjiro ដែលធ្វើជាអង្គរៈការពារនៅផ្នែកខាងក្រៅហ្នឹងក៏ស្ងាយសរសើរទៅកាន់ mentality របស់ Koina ផងដែរខ្លួនក្មេងសោះក៏ប៉ុន្តែអាចគ្រប់គ្រងការងារធ្វើបានដោយខ្លួនឯងនៅសកលនេះវិញក៏ស្ថិតនៅក្រោមការមើលថែរបស់សាកុនជីហើយមកមើល Tanjiro របស់យើងនេះវិញក៏បានគេចពីកណ្ដាប់ដៃរបស់អាកាសានិងកាត់ដៃវាដាច់មួយចំហៀងបន្ទាប់មកអាកាសាក៏បានវាត់ដៃខាងក្រោយមកកាន់ក្បាលរបស់ Tanjiro តែម្ដងក៏ប៉ុន្តែ Tanjiro គេចផុតបន្ទាប់មកក៏រអិលខ្លួនទៅខាងក្រោយកាត់មុខរបស់អាកាសានឹងដាច់មួយចំហៀង Kiyu នឹងក៏ស្ងាយសរសើរទៅកាន់ Tanjiro ខ្លាំងមែនទែនមិននិយាយបំភ្លឺទេក៏ប៉ុន្តែទឹកដៃរបស់ Tanjiro ឥឡូវហ្នឹងគឺដល់ level Hashira ហើយសូម្បីតែអាកាសាក៏សរសើរទៅកាន់ Tanjiro ដែរបន្ទាប់មកឆាកប្រយុទ្ធរបស់អ្នកទាំងពីរក៏បានចាប់ផ្ដើម Kiyu ហើយនិងអាកាសាក៏បានប៉ះគ្នាជាដំបូងបន្ទាប់មកទៀត Tanjiro ក៏បានលូកដៃចូលដើម្បីជួយ Kiyu ក៏ប៉ុន្តែពេលហ្នឹងអាកាសាក៏បានរវាងមួយដៃចំករ
របស់តាន់ជីរ៉ូប៊ីនឹងត្រូវស្លាប់ទៅហើយស្រាប់តែគីយូនឹងមកកាត់ដៃអាកាសាតន់បន្តវាយគ្នាតទៀតទៅតាន់ជីរ៉ូនឹងក៏ព្យាយាមកាប់តាមពីក្រោយដើម្បី support ក៏ប៉ុន្តែពេលហ្នឹងរកកាប់ជើងរបស់អាកាសាក៏បានទាត់មួយជើងយកដាវប្លុកទាន់ហើយហូរឈាមយ៉ាងច្រើនចេញពីច្រមុះគីយ៉ូហើយនឹងអាកាសាណែវិញហ្នឹងក៏វាយបណ្ដើអាកាសាសួរទៅកាន់ឈ្មោះរបស់គីយ៉ូបណ្ដើគីយ៉ូក៏បានប្រាប់ថាកុំសួរឈ្មោះរបស់វាច្រើនពេកហើយវានឹងអត់ចូលចិត្តនិយាយទេចឹងទៅវាយទៅគ្នាទៅបានហើយអាកាសាក៏តែដឹងចឹងហ្នឹងវាក៏សប្បាយចិត្តមែនតើបន្តវាយបណ្ដើហើយក៏សួរឈ្មោះបណ្ដើអត់ឈប់តែម្ដងវាយគ្នាមួយសន្ទុះអាកាសាក៏បានទាត់ត្រូវគីយូមួយជើងប៉ាំងបុកជាមួយនឹងខាសលតាន់ជីរ៉ូភ័យពេកក៏ស្រែកហៅឈ្មោះគីយូចឹងទៅអាកាសាក៏ដឹងឈ្មោះបណ្ដោយថាបែរហ្នឹងគឺឈ្មោះគីយូនឹងឯងបន្តមកអាកាសាក៏បានប្រើប្រាស់កណ្ដាប់ដៃ Destructive Death វាយទៅកាន់តាន់ជីរ៉ូក៏បានប្រើប្រាស់ Hinokami Kagura ដើម្បីទប់ទល់បន្តមកអាកាសាក៏និយាយតាន់ជីរ៉ូថាវាសប្បាយចិត្តដែរដែលខ្យូជីរ៉ូងាប់ពេលហ្នឹងបើមិនចឹងទេតាន់ជីរ៉ូឥឡូវហ្នឹងប្រហែលជាមិនខ្លាំងអីទេមើលទៅណាមួយហ្នឹងខ្យូជីរ៉ូវាចង់នៅតែជាមនុស្សហ្នឹងអត់ខ្លាចទៅជាបិសាចផងរឿងអីដែលវាខ្លាំងដោយតាន់ជីរ៉ូខឹងក៏មកនិយាយទៀតអញ្ចឹងអាកាសាវាក៏ឆ្ងល់ថាវានិយាយទៅសារសោះមិនក៏ខឹងវាធ្វើអីមើលវានិយាយទៅសរសើរទាំងខ្យូជីរ៉ូសរសើរទាំងតាន់ជីរ៉ូដែលសុទ្ធតែជាអ្នកខ្លាំងសារធាតុពិតរបស់វាហ្នឹងវាសពតែអ្នកខ្សោយតាខ្សោយធ្វើអីមិនកើតត្រូវគេសម្លាប់ចោលចំណែកអ្នកខ្លាំងហ្នឹងគឺសមត្ថភាពពូកែហើយនៅរស់បានយូរវិញចឹងទៅហើយវាក៏ជាច្បាប់ធម្មជាតិនឹងឯងតាន់ជីរ៉ូក៏បានឆ្លើយថាហ្នឹងមិនមែនជាច្បាប់ធម្មជាតិនោះទេច្បាប់ធម្មជាតិហ្នឹងគឺអ្នកខ្លាំងការពារអ្នកខ្សោយការពារអ្នកដែលធ្វើអីមិនកើតតទៅទៀតហ្នឹងហើយគឺជាច្បាប់ធម្មជាតិដូចជាឯងហ្នឹងកាលពីមុនហ្នឹងគឺជាកូនក្មេងតូចត្រូវបានម៉ែឪការពារអីចឹងទៅហើយមិនបាច់និយាយច្រើនទេដោយសារតែឥឡូវឯងជាបិសាចវាបង្ហាញច្បាស់ហើយថាឯងហ្នឹងគឺជាមនុស្សដែលគិតខុសពីច្បាប់ធម្មជាតិពេលសម្ដីមួយហ្នឹងក៏ធ្វើឲ្យការចងចាំចាស់របស់អាកាសាហ្នឹងលេចឡើងមកដោយឃើញបរិសម្នាក់កាន់ស្មាពីក្រោយខ្លួនរួចហើយនិយាយលើកទឹកចិត្តគេឲ្យខ្លាចជាមនុស្សខ្លាំងការពារអ្នកខ្សោយវាខឹងមែនតើក៏បានវាយមួយដៃមើលទៅនិស័យរបស់អាកាសាជាមួយនឹងតាន់ជីរ៉ូហ្នឹងគឺផ្ទុយគ្នាស្រឡះតែម្ដងបន្តមកនៃតាពីរហ្នឹងក៏បានបន្តវាយគ្នាគេចោះគេឡើងហ្នឹងតាន់ជីរ៉ូក៏ព្យាយាមវិភាគថារបៀបវាយរបស់អាកាសាហ្នឹងមិនទៅព្រោះថាវាវាយម្ដងហ្នឹងដូចជាចង់ចំណុចសំខាន់របស់រាងកាយមនុស្សខ្លាំងយកទៅមែនតើដូចជាដៃឆក់វាយគ្នាចោលឡើងមួយសន្ទុះក្រោយមកតាន់ជីរ៉ូក៏បានកាត់កវាបានបន្តិចក៏ប៉ុន្តែមិនតន់អាចធ្វើឲ្យកើតនោះទេប៉ុណ្ណឹងដកដាវប្រើប្រាស់ក្បាច់ Hinokami Kagura ទៅកាន់អាកាសាហើយស្រាប់តែវាចាប់ផ្លែដាវជាប់អុកក្បាលវាផងក៏នៅតែរើចេញមិនរួចក៏ប៉ុន្តែភ្លាមហ្នឹងគីយូក៏បានចូលមកជួយទាន់កាត់ដៃអាកាសាឲ្យដាច់ហើយគីយូហ្នឹងក៏មានអារម្មណ៍នៅក្នុងខ្លួនរបស់គាត់ផងដែរថាញៀននៅក្នុងខ្លួនរបស់គាត់ក៏ដូចជាល្បឿនហ្នឹងហាក់បីដូចជាលឿននិងមុតស្រួលជាងមុនហើយយើងមើលទៅឃើញថាម៉ាកនៅលើមុខរបស់គីយូហ្នឹងគឺបានអ្វីខាន់ហើយបន្ទាប់មកក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនកាប់គ្នាជាមួយនឹងអាកាសាតែម្ដងល្បឿនពីរនាក់ហ្នឹងលឿនខ្លាំងពេកវាយចាញ់ពីខាសលមួយទៅខាសលមួយតាន់ជីរ៉ូហ្នឹងបានត្រឹមតែរត់តាមមកពីក្រោយហើយក៏ហាមចិត្តខ្លួនឯងកុំឲ្យច្រឡោតឈរមើលវិភាគសិនកំតណាល់វាយភ្លាមថាម៉េចបានអាកាសាហ្នឹងវាយបានចំចំណុចល្អរបស់រាងកាយមនុស្សខ្លាំងម្ល៉េះហើយម៉េចក៏នៅពេលដែលវាយវាពីក្រោយកាប់វាពីក្រោយកន្លែងដែលវាមើលមិនឃើញហ្នឹងវាតែងតែរងជាប់ជានិច្ចហាក់បីដូចជាដឹងយ៉ាងច្បាស់អញ្ចឹងរំពេចហ្នឹងតាន់ជីរ៉ូក៏បាននឹកឃើញទៅកាន់ខ្យូជីរ៉ូដែលនិយាយអំពី Fighting Spirit អីអញ្ចឹងទៅបន្តមកទៀតក៏នឹកឃើញនៅពេលដែលខ្លួនកំពុងតែដេកសម្រាអ៊ីណូស្កេហ្នឹងក៏មកនិយាយលេងជាមួយនឹងខ្លួនថាគេហ្នឹងគឺជាមនុស្សខ្លាំងមកពីព្រៃស្បែកខ្នងរបស់គេនឹងក្រាស់ពីណាគេចង់សន្លឹងអីពីផ្នែកខ្នងរបស់គេហ្នឹងក៏គេដឹងដែរដល់ទៅពេលសាកលេខមើលទៅអ៊ីណូស្កេហ្នឹងក៏បានដឹងមែនតើហើយអញ្ចឹងទៅអ៊ីណូស្កេក៏បញ្យល់ថាពីណាគេក៏ដោយនៅផ្នែកខាងក្រៅរបស់ខ្លួនហ្នឹងឲ្យតែមានបំណងចង់សម្លាប់ចង់ប្រហារគេឯហ្នឹងក៏លេខមកគឺគេដឹងតែម្ដងក៏ប៉ុន្តែគាត់មួម៉ៅជាមួយនឹងយាយកចាស់មួយដែលយកបាយមកឲ្យញ៉ាំហ្នឹងនិយាយពីថាគាត់ហ្នឹងគ្មានបំណងចង់សម្លាប់ឬក៏កាប់ប្រហារស្អីទេដើរមកកឹបមកដល់គាត់បាត់ហើយគាត់ហ្នឹងគ្មានដឹងខ្លួនណាលេងហើយដល់ទៅពេលអញ្ចឹងទៅតាន់ជីរ៉ូក៏មានតម្រូវខ្លាបណ្ដោយពេលដែលយើងចង់កាប់សម្លាប់ពីណាហ្នឹងគឺតែងតែមានបំណងចង់វាយប្រហារកន្លែងនេះឬក៏កន្លែងនោះអីចឹងទៅអាត្រីវិស័យនៅជុំវិញខ្លួនរបស់អាកាសាហ្នឹងក៏ចាប់អាចចំណុចនឹងបានហើយអញ្ចឹងទៅវាគឺអាចដឹងពីគ្រប់កន្លែងថាពីណាគេចង់ធ្វើបាបវានៅកន្លែងណាអីចឹងទៅមកតាន់ជីរ៉ូក៏សាកទៅកាប់អាកាសាម្ដងទៀតដោយប្រើប្រាស់ក្បាច់ Hinokami Kagura ប៉ុន្តែនៅពេលដែលកាប់កពីក្រោយអាកាសាវាក៏ចាប់ដាវជាប់វត្តមួយដៃបៀនឹងត្រូវខ្លួនរបស់តាន់ជីរ៉ូទៅហើយក៏ប៉ុន្តែខ្លួនបានគេចផុតនិងត្រឡប់មកវិញគិតអំពីរឿងអាបំណងចង់កាប់សម្លាប់កន្លែងណាត្រីវិស័យដែលឆក់និយាយទៅចោលឡើងខ្លួនក៏នឹកឃើញទៅកាន់អតីតកាលបន្តិចនៅពេលដែលខ្លួនកំពុងតែនៅជាមួយនឹងឪពុករបស់គេពេលហ្នឹងកំពុងតែធ្វើអីជាមួយនឹងឪពុករបស់គេអញ្ចឹងទៅតាន់ជីរ៉ូក៏សួរថាលោកពុកមិនក៏មិនឈប់រាំអាក្បាច់ Hinokami Kagura ហ្នឹងទៅព្រោះថាហត់ខ្លាំងហើយពុកចាស់ហើយសុខភាពហ្នឹងដូចជាមិនសូវល្អនោះទេពុករបស់តាន់ជីរ៉ូហ្នឹងក៏ឆ្លើយតបថាប្រហែលឆ្នាំចុងក្រោយនេះរាំដូចជាអត់ហត់នោះទេពីក្មេងគេមានកម្លាំងមានសុខភាពល្អមែនក៏តែរាំទៅហត់ខ្លាំងណាស់ក៏តែឥឡូវនេះគឺរាំអត់ហត់តែម្ដងដោយសារតែគាត់ដឹងពីរបៀបដកដង្ហើមឲ្យត្រឹមត្រូវកាយវិការឲ្យត្រឹមត្រូវធ្វើម៉េចឲ្យធម្មពលដែលយើងបញ្ចេញមកហ្នឹងវាខ្លាំងក៏តែសកម្មភាពដែលយើងធ្វើហ្នឹងគឺតិចតួចបំផុតនៅពេលដែលគាត់ធ្វើអញ្ចឹងបានទៅនិយាយទៅអារម្មណ៍ក្នុងចិត្តរបស់គាត់ហ្នឹងគឺថ្លាវង់គ្មានគិតខ្វល់ពីអីទេហើយកម្លាំងហ្នឹងក៏មិន
មិនសូវជាចេញអស់ច្រើនដែរហើយអារម្មណ៍របស់យើងនៅពេលដែលធ្វើអញ្ចឹងបានគឺយើងហៅថាពិភពកញ្ចក់ថ្លាឬក៏ transparent គាត់ក៏បន្តប្រាប់តាន់ជីរ៉ូទៀតផងដែរដើម្បីឲ្យធ្វើអញ្ចឹងបានហ្នឹងគឺត្រូវតែចាំ movement កាយវិការរបស់យើងទាំងអស់បន្ទាប់មកយើងក៏ធ្វើសកម្មភាពហ្នឹងបែបហ្នឹងដដែលបន្ទាប់មកសកម្មភាពណាដែលមិនចាំបាច់ក៏មិនបាច់ធ្វើវាប្រៀបបីដូចជាមនុស្សខ្លះនៅពេលដែលចង់បានរបស់ល្អពីអីមួយចឹងទៅគេក៏បិទភ្នែកទុកឲ្យអារម្មណ៍របស់គេនឹងជាអ្នកបញ្ជាវិញអញ្ចឹងទៅហើយអារម្មណ៍របស់យើងទៅជាថ្លាវង់អីអស់អញ្ចឹងហើយគឺយើងអាចចូលទៅក្នុងពិភពមួយដែលហៅថាពិភព transparent បានហើយកម្លាំងចលនានៃសាច់ដុំផ្សេងៗហ្នឹងគឺយើងចង់បិទក៏បិទចង់បើកក៏បើកអញ្ចឹងទៅកន្លែងណាដែលមិនចាំបាច់គឺយើងមិនចាំបាច់ប្រើប្រាស់វាទៀតឡើយនៅយប់10ថ្ងៃមុនពេលដែលឪពុករបស់តាន់ជីរ៉ូបានចែកឋានទៅហ្នឹងគឺយប់ហ្នឹងមានសត្វខ្លាឃ្មុំយក្សមួយដែលតាមស៊ីមនុស្សនៅក្នុងភូមិអញ្ចឹងទៅឪពុករបស់តាន់ជីរ៉ូហ្នឹងគាត់ក៏បានភ្ញាក់ដឹងខ្លួនពេលយប់ហៅតាន់ជីរ៉ូទៅក្រៅមើលគាត់សម្លាប់សត្វខ្លាឃ្មុំមួយហ្នឹងតាន់ជីរ៉ូដើរទៅតាមទាំងមិនដឹងឃើញខ្លាឃ្មុំភ្លាមហ្នឹងក៏ភ័យក៏ប៉ុន្តែឪពុករបស់តាន់ជីរ៉ូហ្នឹងយកពូថៅទូចមួយកាត់កវា2ដងដាច់ប៉ិតមួយរំពេចភ្នែកហើយការកាប់សម្លាប់របស់គាត់មួយនេះហ្នឹងគឺគ្មានបំណងចង់កាប់សម្លាប់ឬក៏កំហឹងនៅក្នុងខ្លួនសូម្បីតែបន្តិចហើយឪពុករបស់តាន់ជីរ៉ូហ្នឹងក៏បានបញ្ជាក់ទៅកាន់តាន់ជីរ៉ូឲ្យច្បាស់ៗផងដែរថាមើលឲ្យចាំឲ្យជាក់អ្វីដែលគាត់បានបង្ហាញអំបញ្ញវិញងាកមកពេលបច្ចុប្បន្នវិញតាន់ជីរ៉ូក៏យល់ច្រើនហើយអំពីអា transparent world អស់ហ្នឹងគិតថាខ្លួនក៏បានចូលពិភព transparent ហ្នឹងបានបន្តិចដែរនៅពេលដែលអាកាសាវត្តដៃមកក្រោយហើយខ្លួនគេចបាននោះអីពេលហ្នឹងរយៈពេល1វិនាទីខ្លួនមានអារម្មណ៍ថាអាកាសាហ្នឹងគឺចង់វាយខ្លួនផ្ដាច់ខ្លួនជាពីរតែម្ដងដល់អញ្ចឹងទៅគឺខ្លួនដឹងពីគោលបំណងថាអាកាសាហ្នឹងចង់សម្លាប់ខ្លួនហើយក៏អាចគេចបានឡើងទៅលើមួយរំពេចភ្នែកពេលដែលគីយូហ្នឹងមិនអាចចូលជួយទាន់ហើយអាច join transparent world ហ្នឹងគឺខ្លួនប្រហែលជាអាចធ្វើបានម្ដងទៀតបិទអាចលនាចង់កាប់សម្លាប់ឬក៏កំហឹងនៅក្នុងខ្លួនអីទាំងអស់ត្រីវិស័យរបស់អាកាសាហ្នឹងប្រកាសជាចាប់វត្តមានរបស់ខ្លួនមិនបាននោះទេពេលហ្នឹងខ្លួននឹងអាចកាត់ក្បាលវាបានហើយពេលដែលអាកាសាគីយូកំពុងតែវាយគ្នាហ្នឹងតាន់ជីរ៉ូក៏ព្យាយាមសម្លឹងមើលសម្លឹងចោលសម្លឹងឡើងគឺខ្លួនអាចមើលឃើញមែនអាពិភព transparent ហ្នឹងការវាយគ្នារបស់គីយូអានេះវិញហ្នឹងដើររបស់គាត់បាក់ឡើងជា2 3កំណាត់ហើយគ្រោះថ្នាក់មែនតើអាកាសាកំពុងតែព្យាយាមវាយបំបាយខ្លួនរបស់គីយូចោលតែម្ដងក៏ប៉ុន្តែពេលហ្នឹងស្រាប់តែដៃរបស់អាកាសាហ្នឹងដាច់ប៉ុតតែម្ដងឡើងអត់ដឹងខ្លួនគីយូហ្នឹងក៏ភ្ញាក់ខ្លាំងផងដែរព្រោះថាខ្លួនសម្បីតែវត្តមានរបស់តាន់ជីរ៉ូរត់មកកន្លែងហ្នឹងអំបញ្ញវិញក៏ខ្លួនអត់ដឹងដូចគ្នាទាំងកែវភ្នែកនិងម៉ាកនៅលើមុខរបស់តាន់ជីរ៉ូហ្នឹងក៏ខុសពីមុនផងដែរអាកាសាក្នុងសរីរាង្គកាយរបស់គេតាំងពីក្បាលដល់ចុងជើងហ្នឹងគឺប្រាប់គេច្បាស់តែម្ដងត្រូវតែសម្រាប់តាន់ជីរ៉ូឥឡូវព្រោះថាគ្រោះថ្នាក់ខ្លាំងណាស់ឆ្លៀតពេលដែលអាកាសាកំពុងតែផ្ដោតទៅលើតាន់ជីរ៉ូគីយូក៏បានឆក់ឱកាសមួយហ្នឹងទៅកាត់ករបស់អាកាសាចោលក៏តែភ្លាមហ្នឹងអាកាសាក៏បានប្រើប្រាស់ technique development final form blue silver caustic afterglow បង្កើតបានដូចជាក្លូនរបស់គេនៅជុំវិញត្រីវិស័យហ្នឹងតែម្ដងហើយល្បឿនវាយល្បឿនដាល់របស់គេហ្នឹងគឺលឿនខ្លាំងយកទៅមែនតើប៉ុន្តែតាន់ជីរ៉ូរបស់យើងហ្នឹងគឺបានចូលទៅក្នុងពិភព transparent បានពេញទំហឹងហើយល្បឿនវាយរបស់អាកាសាហ្នឹងគឺយឺតខ្លាំងយកទៅមែនតើហើយគីយូហ្នឹងក៏ពិបាករងខ្លាំងដែរព្រោះថា100ដៃឯណោះវាយចេញតែមួយប្រព្រឹត្តភ្នែកហើយក៏ត្រូវរបួសយ៉ាងដំណំអាកាសាឈប់វាយហើយខ្លួនក៏សរសើរទៅកាន់គីយូថាខ្លាំងគាត់បើខ្លាយទៅជាបិសាចដែរមកក៏ប៉ុន្តែក្នុងកែវភ្នែករបស់គីយូណាវិញហ្នឹងគឺភ្ញាក់ផ្អើលមែនតើតាន់ជីរ៉ូនៅផ្នែកខាងក្រោយអាកាសាក៏តែអាកាសាវាបែរជានិយាយធម្មតាអត់ដឹងខ្យល់អីទេមានឱកាសហើយព្យាយាមដើរចិត្តទៅហើយក៏កាត់កវាតែម្ដងទៅតាន់ជីរ៉ូគ្រាន់តែដើរទៅចិត្តហ្នឹងវាក៏ស្រែកអាកាសាអញនឹងកាត់ក្បាលឯងឥឡូវហើយបើស្រែកលឿមឡើងហើយរឿងអីមិនដឹងអាកាសាវាក៏បានបែកក្រោយវាយគ្នាជាមួយនឹងតាន់ជីរ៉ូទៅហើយខ្លួនក៏ឆ្ងល់ផងដែរមិនក៏ត្រីវិស័យរបស់ខ្លួននឹងចាប់អត់បានពីវត្តមានរបស់តាន់ជីរ៉ូសោះអញ្ចឹងកាលណាបុគ្គលណាកាន់តែខ្លាំងត្រីវិស័យរបស់វាចាប់បានវត្តមានរបស់បុគ្គលនោះកាន់តែខ្លាំងដូចគ្នាវាក៏ភ័យខ្លួនខ្លាំងមែនទែនព្រោះថាតាន់ជីរ៉ូឥឡូវហ្នឹងហាក់បីដូចជាសត្វបិសាចអីមួយផ្សេងដែលវាមិនដែលធ្លាប់ឃើញអញ្ចឹងគិតមិនទាន់នឹងបានប្រមាណផងស្រាប់តែតាន់ជីរ៉ូហ្នឹងក៏បានកាត់កវាដាច់ប៉តដោយប្រើប្រាស់ក្បាច់ Hinokami Kagura អាកាសាវាក៏រៀបរាប់ពីការភ្ញាក់ផ្អើលរបស់វាដែលថាតាន់ជីរ៉ូហ្នឹងវាវត្តទៅជាបិសាចអីមួយផ្សេងឬក៏ទៅជាដើមឈើតែម្ដងព្រោះថាត្រីវិស័យរបស់វាហ្នឹងគឺចាប់អត់បានសោះតែម្ដងក្មេងតួទៅកើតមកហ្នឹងក៏វាមានបំណងការពារឬក៏ fighting ដើម្បីជីវិតរបស់វាដែរក៏ប៉ុន្តែតាន់ជីរ៉ូនេះបាត់ទាំងអស់តែម្ដងក៏ប៊ីនឹងធ្លាក់ចេញពីខ្លួនដែរក៏ប៉ុន្តែអាកាសាវាប្រកែកព្យាយាមយកដៃរបស់វានឹងទប់ក្បាលនិង regenerate ដើម្បីឲ្យក្បាលជាប់ជាមួយនឹងខ្លួនវិញប៉ុន្តែគីយូក៏បានគប់ដាវមកពីក្រោយត្រូវក្បាលវាធ្លាក់ទៅក្រោមបានអាកាសាវាទទួលយកមិនបាននោះទេវាគិតតែតន្ទែងថាវាត្រូវតែខ្លាំងជាងគេខ្លាំងជាងឯងហើយបន្ទាប់មកក្បាលរបស់វានឹងក៏បានរលាយខ្លះទៅជាផេះផង់ឃើញអញ្ចឹងតាន់ជីរ៉ូវាក៏ធូរចិត្តក៏ប៉ុន្តែក្នុងខ្លួនរបស់គេនឹងឡើងគាំងត្រឹងកម្រើកមិនចេញដោយសារតែលំមសាច់ដុំផងព្រោះថាខ្លួននឹងបាញ់មិញគឺចេញសមត្ថភាពខ្លាំងពេកគីយូមើលពីចម្ងាយហ្នឹងភ័យភ្នែកសហើយគ្រាន់តែឃើញរាងកាយរបស់អាកាសានឹងក្រោកឡើងសារថ្មីអត់មានរលាយតាមផេះផង់ទេបន្ទាប់មកវាក៏បានតន្ត្រំជើងមកកើតត្រីវិស័យវាយទៅកាន់តាន់ជីរ៉ូមួយទំហឹងកន្លែងហ្នឹងតាន់ជីរ៉ូអាចគេច
ផុតមែនងាកមើលទៅកាន់ករបស់អាកាសាទៅសាប់តែវា regenerate បិទមុខរបួសនឹងចិត្តឆឹងតែម្ដងត្រឹមកចូលមកក្រោមតមកក៏ទាត់តានជីរ៉ូប៉ាំងជាមួយនឹងជញ្ជាំងឲ្យដួលស្លាប់បាត់ទៅរៀបនឹងដើរទៅវាយបញ្ចប់តានជីរ៉ូហើយតាក៏តែពេលហ្នឹងគីយូក៏បានសម្រុកមកចូលដើម្បីការពារតានជីរ៉ូអាកាសាក៏បានបន្តវាយគ្នាជាមួយនឹងគីយូណាវិញហ្នឹងមួយជំហានខ្លួនរបស់គេហ្នឹងពីការសឹងតែទាំងអស់ហើយបន្ទាប់ពីវាយឲ្យគីយូពីការមួយជំហានខ្លួនដេកដួលទៅវាក៏បានដើរទៅរកតានជីរ៉ូគីយូក៏បានស្រែកហៅវាម្ដងទៀតថាវាមិនទាន់ងាប់នោះទេបើចង់ស្លាប់តានជីរ៉ូក៏មកសេរីវាមុនមកអាកាសាក៏ងាកមកប្រហើយគីយូហើយតាក៏តែពេលហ្នឹងស្រាប់តែការចងចាំចាស់ៗរបស់គេហ្នឹងក៏បានលេចឡើងមកហើយក៏មានក្មេងស្រីម្នាក់ចាប់ដៃគេពីក្រោយមិនឲ្យដើរទៅមុខឡើយឡើងវ៉ក៏ថាឈប់ទៅប៉ុណ្ណឹងបានហើយមកយើងទៅផ្នែកម្ខាងទៀតជាមួយគ្នាអាកាសាក៏ប្រកែកថាទៅអត់បាននោះទេខ្លួនត្រូវតែខ្លាំងពីណាគេមករាំងផ្លូវត្រូវតែកម្ចាត់ចោលម្នាក់ស្រីហ្នឹងក៏សួរថាខ្លាំងដើម្បីអីហេតុអ្វីបានត្រូវធ្វើអញ្ចឹងអាកាសាក៏តបវិញថាខ្លួនត្រូវតែខ្លាំងបើមិនខ្លាំងខ្លួនមិនអាចឆក់កាបូបគេទៅទិញថ្នាំឲ្យឪពុកដែលឈឺនៅផ្ទះបានទេបើមិនខ្លាំងនៅពេលដែលគេចាប់បានវាយដំលូកខ្លួនគេប្រកាសជាទ្រាំស្លាប់ហើយនៅពេលដែលគេកំពុងតែវាយអាកាសាចាប់ចងដៃចងជើងនឹងដោយឃើញថាមានស្លាកស្នាមសាក់ដល់តែ3ដងហើយបានន័យថាលួចគេចាប់បានដល់តែ3ដងហើយវានៅតែលួចទៀតដៃហ្នឹងគឺត្រូវកាត់ចោលក៏តែអាកាសាវាអត់ភ័យខ្លាចនោះទេប្រាប់ថាចង់កាត់អីក៏កាត់ទៅនៅពេលដែលកាត់ហើយវាក៏នៅសល់ជើងដែរនោះវានឹងយកជើងទៅលួចតទៀតហើយគ្មានពីណាគេចាប់បានវាទៀតទេលើក្រោយដោយវាយអស់ចំនួន100រំពាត់ទៅហើយមនុស្សធំទូទៅអី100រំពាត់ហ្នឹងដូចជាស្លាប់ហើយក៏តែអាកាសាអត់អីសោះដល់ពេលអញ្ចឹងទៅគាត់ក៏ខ្ជិលក៏បលែងវាឲ្យទៅផ្ទះវិញទៅរត់ទៅដល់ផ្ទះអ្នកចិត្តខាងពូមួយហ្នឹងគាត់បានមកប្រាប់ហាគូជីដែលជាអាកាសារបស់យើងនោះអីប្រាប់ថាពុករបស់ឯងនឹងចង់កសម្លាប់ខ្លួនបាត់ហើយដោយសារតែមិនចង់ឲ្យកូនគាត់ទៅលួចពីណាគេទៀតហាគូជីដែលជាអាកាសារបស់យើងនឹងក៏រត់ទៅអោបភ្នោពុករបស់ខ្លួនខឹងសប្បាយជាមួយនឹងមនុស្សម្នានៅក្នុងភូមិក៏ដូចជានៅពិភពលោកមែនតែនមិនក៏ធ្វើបាបអ្នកក្រមិនឲ្យរស់នៅស្រួលអញ្ចឹងថ្នាំពេទ្យថ្លៃសឹងអីបើមិនលួចគេនឹងធ្វើការងារសុចរិតមានលុយណាទិញកើតហើយហាគូជីនឹងក៏បានមកវាយគ្នាជាមួយនឹងបុរសនៅក្នុងភូមិចំនួន7នាក់ឲ្យដេកដីអស់បន្ទាប់មកបុរសដែលអាកាសាឧស្សាហ៍សម័យឃើញអំបញ្ញវិញហ្នឹងក៏បានលេចមុខមកនឹងពពួលអាកាសាទៅហាត់ដូជោនៅក្នុងសាលារបស់គាត់អាកាសាហ្នឹងខឹងបួម៉ៅក៏បានទៅវាយគ្នាជាមួយនឹងបុរសម្នាក់ហ្នឹងក៏បានវាយអាកាសាឲ្យបែកមុខដេកដួលស្លាប់បាត់រយៈពេលតែកន្លះម៉ោងទេអាកាសាក៏បានងើបមកឡើងវិញរួចដើរទៅសាលាដូជោរបស់បុរសម្នាក់ហ្នឹងតែម្ដងហើយយើងក៏បានស្គាល់ថាបុរសម្នាក់ហ្នឹងគឺមានឈ្មោះថា Keizo នាំអាកាសាហ្នឹងឲ្យចូលទៅរៀនជាមួយនឹងសាលាដូជោរបស់គាត់ហើយក៏ដូចជាជួយការងារផ្សេងមើលថែកូនស្រីរបស់គាត់ដែលកំពុងតែឈឺផងព្រោះថាប្រពន្ធរបស់គាត់ហ្នឹងបានស្លាប់ចោលគាត់បាត់ហើយនៅក្នុងសាលាដូជោរបស់គាត់ហ្នឹងគឺគ្មានសិស្សសំបីតែម្នាក់អញ្ចឹងទៅដើម្បីរស់បានគាត់តតែធ្វើការងារផ្សេងហើយក៏ពឹងឲ្យអាកាសាជួយមើលថែកូនស្រីគាត់ផងអញ្ចឹងទៅអាកាសាក៏សួរថាអក្រិតជនដូចជាគេហ្នឹងមិនក៏ហ៊ានទុកឲ្យនៅជាមួយនឹងកូនស្រីរបស់គេអញ្ចឹងខេសូក៏បានឆ្លើយតបថាកំភៃអីព្រោះថាអក្រិតជននៅក្នុងខ្លួនរបស់ឯងហ្នឹងយើងបានវាយចេញរួចរាល់អស់ហើយអំបញ្ញវិញមកកាន់ពេលបច្ចុប្បន្ននេះវិញអាកាសាក៏បាននឹកឃើញថាមិនបានខ្លួនស្អប់តានជីរ៉ូម្លេះព្រោះថាតានជីរ៉ូហ្នឹងធ្វើឲ្យគេនឹកឃើញទៅកាន់រឿងអតីតកាលចាស់ដែលមិនគួរឲ្យចោលចាំបន្ទាប់មកកូសេក៏បាននាំអាកាសាឲ្យមកស្គាល់គ្នាជាមួយនឹងកូយូគីដែលជាកូនស្រីរបស់គាត់កំពុងតែដេកឈឺនៅនឹងកន្ទេលបន្ទាប់មកកូសេក៏បានទុកឲ្យពីរនាក់ហ្នឹងនៅជាមួយគ្នាទៅគាត់ត្រូវទៅក្រៅធ្វើការបន្តកូយូគីក៏បានសួរទៅកាន់មុខអាកាសាកាត់អីដែរមែនព្រោះថាឃើញមុខរបស់គេហ្នឹងប៉ោខ្លាំងពេកបន្ទាប់មកអាកាសាក៏បានមើលថែកូយូគីជាទូទៅធម្មតាជារៀងរាល់ថ្ងៃមិនជាពិបាកអីពេកនោះទេព្រោះថាខ្លួនហ្នឹងក៏ធ្លាប់មើលថែឪពុកដែលមានជំងឺប្រចាំកាយផងដែរដោយឃើញកូយូគីតែងតែសុំទោសគ្រប់ពេលអញ្ចឹងទៅខ្លួនក៏ឆ្ងល់ផងដែរថាមិនអ្នកឈឺទាំងអស់ហ្នឹងសុទ្ធតែសុំទោសនៅពេលដែលគេជួយធ្វើអីជូតដៃនាំទៅបន្ទប់ទឹកអីអញ្ចឹងគួរតែបារម្ភពីខ្លួនឯងច្រើនជាងតាព្រោះថាអ្នកដែលឈឺហ្នឹងមិនគឺចង់ឈឺឯណានៅថ្ងៃបន្ទាប់ហ្នឹងកូយូគីក៏បន្តសុំទោសទៅកាន់អាកាសាទៀតហើយព្រោះថាអាកាសាហ្នឹងដូចជាមិនបានបង្ហាត់អីសោះរវល់តែជាមួយនឹងខ្លួនហើយបន្ទាប់មកហ្នឹងនាងក៏រីកមិនឲ្យអាកាសាហ្នឹងទៅមើលកញ្ជ្រួចអីទៅព្រោះថាយប់ហ្នឹងគេដុតកញ្ជ្រួចវាស្អាតខ្លាំងណាស់ទុកឲ្យនាងនៅតែឯងបានហើយអាកាសាក៏បានប្រាប់ថាខ្លួនមិនចង់ដើរលេងឬក៏ទៅមើលកញ្ជ្រួចស្អីទេក៏ប៉ុន្តែបើសិនជាកញ្ញាឯងចង់ទៅមើលកញ្ជ្រួចខ្លួនអាចបីទៅកន្លែងស្ពានដើម្បីមើលពីចម្ងាយបានប៉ុន្តែបើអត់ស្រួលខ្លួនទៅមិនកើតក៏មិនបាច់ភ័យដែរព្រោះថាឆ្នាំក្រោយៗទៀតហ្នឹងគេក៏នៅតែបាញ់កញ្ជ្រួចអញ្ចឹងចាំពេលធូរពេលណាទៅមើលកញ្ជ្រួចជាមួយគ្នាពេលហ្នឹងទៅកូយូគីគ្រាន់តែលើអញ្ចឹងភ្លាមនាងក៏កំសត់យំឡើងពេញហ្នឹងហើយអាកាសាហ្នឹងក៏បានដើរចេញទៅមិនដឹងថាលួងមិនទេខ្លួនមិនចេះលួងផងតោះមកអាកាសាក៏មានពេលទនេទៅហាត់ជាមួយនឹង Mr. Kose ទៅហើយនៅពេលដែលវឹកហាត់ហើយក៏ដួសទឹកដងផឹកញ៉ាំជាធម្មតាហើយអាកាសាហ្នឹងក៏បានដឹងផងដែរថាលោកគ្រូរបស់គេ Kose ហ្នឹងអាចទទួលបានដីនឹងសាលាដូជោនេះបានគឺដោយសារតែគាត់បានជួយបរិសុទ្ធចំណាំម្នាក់ចេញពីពួកចោរព្រៃអញ្ចឹងណាហើយដល់ឃើញក្បាច់សូយូរបស់ Kose ហ្នឹងល្អខ្លាំងពេកលោកតាហ្នឹងក៏អរគុណដែលបរិសុទ្ធម្នាក់ហ្នឹងបានជួយជីវិតគាត់ផងក៏បកគោលដីហ្នឹងក៏ដូចជាសាលាដូជោឲ្យទៅកាន់លោកគ្រូ Kose អញ្ចឹងទៅដល់អ្នកហាត់ដូជោផ្សេងៗចង់បានដីក៏ដូចជាសាលាដូជោមួយហ្នឹងតែងតែមកធ្វើបាប
ជាពិសេសហ្នឹងគឺសំណាក់សិស្សមកពីសាលា Kenjutsu Dojo ហ្នឹងឯងធ្វើឲ្យសិស្សសាលារបស់លោកគ្រូកូសេដែលនៅសាលា Suju Dojo ហ្នឹងក៏បានលាចេញម្នាក់ម្ដងរហូតដល់គ្មានសិស្សនៅរៀនប៉ុន្តែក៏អរគុណទៅកាន់លោកគ្រូកូសេផងដែរដែលបានជួយបង្ហាត់បង្រៀនគាត់នៅក្បាច់គុនផ្សេងៗក៏ដូចជាមើលថែកូនគាត់ហ្នឹងហើយបានធ្វើឲ្យបេះដូងរបស់អាកាសាហ្នឹងឥឡូវរៀងដូចជាស្រស់ស្រាយជាងមុនមិនបើក3ឆ្នាំក៏កន្លងផុតទៅបាត់អាកាសាឥឡូវមានអាយុ18ឆ្នាំកូយូគីមានអាយុ16ឆ្នាំហើយឥឡូវហ្នឹងកូយូគីក៏មានសកម្មភាពអាចធ្វើអីផ្សេងៗបានគ្រាន់បើជាងមុនហើយមិននៅតែដេកនឹងកន្ទេលទៀតទេពេលហ្នឹងកូសេក៏បាននាំអាកាសាចូលទៅក្នុងបន្ទប់និយាយគ្នាបន្តិចគាត់ក៏បានប្រាប់ថាកូនស្រីរបស់គាត់ក៏ចាប់អារម្មណ៍ទៅលើអាកាសាឯងដែរហើយអាចមើលថែខុសត្រូវទៅលើសាលាដូជោបន្តពីគាត់បានដែរឬក៏អត់អាកាសាគ្រាន់តែលឺអញ្ចឹងគាំងស្ទើរតែនិយាយអីមិនចេញទៅហើយក៏នឹកឃើញទៅកាន់ពាក្យសម្ដីឪពុករបស់ខ្លួនដែលចង់ឲ្យគេរស់នៅប្រកបរបរធម្មតាមិនលួចឆក់ប្លន់ពីណាគេទៀតនោះឡើយបន្ទាប់មកអាកាសាហ្នឹងក៏អោនក្បាលសំពះអរគុណទៅកាន់អ្នកទាំងពីរតាមតែនឹងរកឃើញពន្លឺថ្មីនៃជីវិតមនុស្សទាំងពីរនាក់ស្រឡាញ់ស្មើនឹងជីវិតចុងក្រោយត្រូវមានមនុស្សមកបំពុលស្លាប់ទាំងពីរនាក់យ៉ាងអណោចអធមសោះថ្ងៃបន្ទាប់ហ្នឹងខ្លួនក៏បានទៅកន្លែងភ្នូកប់សពឪពុករបស់ខ្លួនលាងសម្អាតភ្នូក៏ដូចជាប្រាប់ឪពុករបស់ខ្លួនផងដែរថាខ្លួននឹងចិត្តមានជីវភាពមួយត្រឹមត្រូវក៏ដូចជារៀបអាពាហ៍ពិពាហ៍ហើយងាកឡើងស្រាប់តែត្រឡប់មកវិញហ្នឹងក៏មានមនុស្សម្នានៅខាងមុខសាលាដូជោរបស់ខ្លួនមានអារម្មណ៍ថាដូចជាប្រភ្នូមិនល្អសោះក៏ទៅដល់ហ្នឹងគេនិយាយប្រាប់ថាពួកហ្នឹងមិនអាចយកឈ្នះទៅលើលោកគ្រូកូសេក៏ដូចជាឯងបានហើយពួកហ្នឹងក៏បានដាក់ថ្នាំពុលនៅក្នុងអណ្ដូងធ្វើឲ្យកញ្ញាកូយូគីក៏ដូចជាលោកគ្រូកូសេហ្នឹងបានស្លាប់បាត់ទៅហើយលើកនេះគឺជាលើកទី2ហើយដែលមនុស្សជាទីស្រឡាញ់របស់អាកាសាត្រូវបានស្លាប់ចោលអាកាសាខណៈពេលដែលអាកាសាមិនមានវត្តមាននៅក្បែរនឹកឃើញទៅកាន់ពេលមួយដែលកញ្ញាកូយូគីនឹងដើរបណ្ដើរជាមួយនឹងអាកាសាទៅមើលកំជ្រួចនាងក៏បាននិយាយរៀបរាប់ប្រាប់ជាច្រើនថានាងនឹងសប្បាយចិត្តខ្លាំងណាស់នៅពេលដែលអាកាសាមើលឃើញអនាគតរបស់នាងទៅឆ្នាំក្រោយទៀតអាចទៅមើលកំជ្រួចបានទាំងដែលឪពុកម្ដាយរបស់នាងនឹងអស់សង្ឃឹមទៅលើនាងទៅហើយមិនដឹងថានាងនឹងមានជីវិតរស់ដល់ឆ្នាំក្រោយដែរឬក៏អត់នោះទេហើយពាក្យសម្ដីដែលបាននិយាយគ្នាជាមួយនឹងអាកាសានឹងធ្វើឲ្យនាងមានសេចក្តីរីករាយក៏ដូចជាកម្លាំងចិត្តដើម្បីរស់បន្តមែនតែនបន្ទាប់មកនាងក៏បានតោងដែរអាកាសានឹងសួរទៅកាន់អាកាសាថាលោកព្រមធ្វើជាស្វាមីរបស់ខ្ញុំបានដែរឬក៏អត់អាកាសាក៏ញញឹមទាំងទឹកភ្នែកនិងនិយាយថាអូខេនិងសន្យាប្រាប់ថាខ្លួននឹងប្រឹងឲ្យខ្លាំងជាងពីណាគេទាំងអស់ដើម្បីការពារអាយុជីវិតរបស់លោកកូសេក៏ដូចជាអ្នកនាងកូយូគីនឹងផងដែរក៏ប៉ុន្តែចុងក្រោយពាក្យសន្យានឹងបានត្រឹមតែពាក្យសម្ដីគ្រប់យ៉ាងនឹងអ្នកទាំងពីរក៏បានស្លាប់បាត់ទៅហើយវាគ្មានអីអាចបកក្រោយបានទេអាកាសាក៏បានធ្វើដំណើរទៅកាន់សាលា Kenjutsu ជាមួយនឹងទឹកមុខពោពេញទៅដោយកំហឹងចូលទៅដល់ក្នុងនឹងទោះបីជាសិស្សអស់ហ្នឹងប្រើដាវប្រើកំបិតយ៉ាងណាក៏មិនអាចវាយឈ្នះអាកាសាបានដែរប្រើតែដៃទទេវាយពួកហ្នឹងឡើងបែកខ្លួនខ្ទេចខ្ទីពវៀនបតាំងគូក្បាលដាច់ដៃដាច់ជើងរបូតទៅលើពីដាននិងជញ្ជាំងនិយាយទៅរូបភាពគឺអាក្រក់មើលខ្លាំងមែនតើដើរចេញពីភូមិក៏ដូចជាសាលា Kenjutsu Dojo ហើយវាក៏បានមកជួបគ្នាជាមួយនឹងមូសានតែម្ដងមូសានមកហ្នឹងដោយលឺដំណឹងគ្រប់គ្នានិយាយថាមានបិសាចក៏ប៉ុន្តែមកបែរជាជួបមនុស្សសោះដោយគោលបំណងរបស់មូសានហ្នឹងចង់បង្កើតបិសាចខ្លាំងៗចំនួន12ខ្លួនក៏បានវាយគ្នាជាមួយនឹងអាកាសាទម្លុះក្បាលវាចោលនឹងបញ្ចូលឈាមឲ្យអាកាសាមើលថាវាអាចទ្រាំទ្រជាមួយនឹងអាធម្មពលបិសាចឈាមនឹងបានប៉ុណ្ណាអាកាសាដោយលេងខ្វល់ទៀតហើយខ្លួនក៏បានក្លាយទៅជាបិសាចយ៉ាងពេញលេញដើរទៅវាយគ្នាជាមួយនឹងអ្នកនៅក្នុងភូមិក៏ដូចជាសាមរ៉ៃផ្សេងយ៉ាងសាហាវព្រៃផ្សៃបើទោះបីជាអាកាសាឥឡូវគ្មានគោលបំណងក្នុងជីវិតណាដែលចង់រស់នៅបន្តឬក៏មនុស្សជាទីស្រឡាញ់ដើម្បីការពារទៀតទេក៏ប៉ុន្តែនៅក្នុងចិត្តរបស់គេហ្នឹងគឺដឹងតែរឿងមួយធ្វើឲ្យខ្លួនរបស់គេឲ្យខ្លាំងនិងវាយគ្នាជារៀងរហូតសកម្មភាពវាយប្រហារសម្រាប់មនុស្សនឹងក៏នៅតែបន្តរាប់រយឆ្នាំមកក្រោយទៀតដោយអាកាសានឹងឥឡូវគិតថាខ្លួននឹងចង់ឲ្យខ្លាំងជាងមុនដើម្បីការពារអ្វីមួយយ៉ាងក៏ប៉ុន្តែការពារស្អីខ្លួនក៏ចង់ភ្លេចអស់បាត់ទៅហើយបើទោះបីជាខ្លួនស្លាប់ក៏ខ្លួនមិនអាចទៅជួបគ្នាជាមួយនឹងមនុស្សជាទីស្រឡាញ់របស់គេទាំង3នាក់នឹងបានដែរនិយាយទៅការចងចាំនៅក្នុងអតីតកាលនេះវាឈឺចាប់មែនទែនហើយក៏ខឹងទៅកាន់ពួកមនុស្សដូចជាតាន់ជីរ៉ូនឹងមែនទែនដែលធ្វើឲ្យអនុស្សាវរីយ៍ដ៏សែនឈឺចាប់និងខ្លោចផ្សារបស់គេនឹងបានត្រឡប់មកកាន់ខួរក្បាលរបស់គេសាជាថ្មីបន្ទាប់មកស្រាប់តែក្បាលរបស់គេនឹងក៏ចាប់ផ្ដើម regenerate ដុះមកឡើងវិញបានពាក់កណ្ដាលគេយូរភ័យមែនទែនក៏ព្យាយាមទៅវាយប្រហារអាកាសាជាថ្មីមិនឲ្យវា regenerate បានមកពេញលេងទេបើអញ្ចឹងមែនប្រកាសជាចប់ហើយសន្ធឹកផ្លែដាវកាប់គ្នាវាយគ្នាទៅមកនឹងក៏ធ្វើឲ្យតាន់ជីរ៉ូនឹងភ្ញាក់ខ្លួនមកសាជាថ្មីនៅពេលដែលឃើញថាខ្លួននឹងសន្លប់ពាក់កណ្ដាលទីអញ្ចឹងវាភ័យមែនទែនតាន់ជីរ៉ូក៏បានព្យាយាមលោតមកកាប់គ្នាជាមួយនឹងអាកាសាក៏ប៉ុន្តែស្រាប់តែដាវនឹងរបូតចេញពីដៃដោយខ្លួនរបស់គេនឹងជិតដល់អាកាសាហើយដាវនឹងមិនជាប់ដៃទៀតក៏បានក្តាប់ដៃដាល់មុខអាកាសាមួយទំហឹងកណ្ដាប់ដៃរបស់តាន់
នជារឿងមួយហ្នឹងក៏ធ្វើឲ្យអាកាសានឹកឃើញទៅដល់កណ្ដាប់ដៃរបស់កូសេដែលបានដើរខ្លួនមកដៃហើយនិយាយថាដល់ពេលដែលត្រូវការសាជាថ្មីហើយឥឡូវក្នុងចិត្តរបស់អាកាសានេះវិញនៅតែទន្ទិញថាខ្លួនស្អប់ពួកមនុស្សស្អប់អ្នកដែលមានសមត្ថភាពខ្សោយមិនអាចធ្វើឲ្យបានតទល់គ្នាមិនឈ្នះក៏យកថ្នាំពុលដាក់នៅក្នុងអណ្ដូងសម្លាប់ទៅវិញដោយខឹងជាមួយនឹងពួកនឹងខ្លាំងពេកខ្លួនក៏បានទៅសម្លាប់ពួកសិស្សសាលានឹងអស់ទៅបំណងប្រាថ្នាចុងក្រោយរបស់ពួកខ្លួនដែលចង់ឲ្យគេរស់នៅប្រកបរបរសុចរិតនឹងក៏មិនអាចធ្វើបានទៀតស្រាប់តែពេលហ្នឹងមិនដឹងជាអាកាសាគិតអីទេខ្លួនក៏បាននឹកឃើញរឿងមួយថាមនុស្សដែលគេចង់សម្លាប់ហ្នឹងមិនមែនគ្រប់គ្នានេះឯណាតាមពិតគឺជាខ្លួនឯងយរោឃើញអាកាសាកំពុងតែរៀបបើការវាយប្រហារទៀនចឹងខ្លួនក៏បានព្យាយាមរត់ទៅកន្លែងគេយូរយ៉ាងលឿនដើម្បីបំបុកចេញពីរង្វង់ត្រីវិស័យរបស់អាកាសាងាកទៅមើលអាកាសាទៅស្រាប់តែឃើញអាកាសាហ្នឹងវាលួចញញឹមបន្តិចបន្ទាប់មកអាកាសាក៏បានប្រើប្រាស់កណ្ដាប់ដៃដ៏សែនរហ័សរហួនរបស់ខ្លួនវាយខ្លួនឯងឡើងសោះសាច់ខ្ទេចតានជីរ៉ូហើយនឹងគេយូពិតជាឆ្ងល់មែនទែនរត់តែឆ្ងល់នោះគឺតានជីរ៉ូនឹងឯងដោយទទួលបានក្លិនមួយពីខ្លួនរបស់អាកាសាដែលនៃរបស់គេនឹងចង់អរគុណទៅកាន់តានជីរ៉ូខ្លាំងមែនទែនដើរចេញទៅក្រៅបណ្ដាខ្លួនរបស់គេនឹងក៏រីចេនបណ្ដាខ្លួននឹងព្យាយាមបេះសាច់ចេញផងវាយខ្លួនឯងផងឲ្យទទួលចាញ់ទៅព្រោះថាខ្លួននឹងបានវាយគ្នាជាមួយនឹងតានជីរ៉ូចាញ់បាត់ហើយនៅពេលដែលតានជីរ៉ូបានកាត់ករបស់គេឲ្យធ្លាក់ដល់ដីសារធាតុរបស់អាកាសានឹងគឺស្អប់ពួកទុនខ្សោយនិងមិនទទួលចោះចាញ់សឹងអីបើខ្លួននៅតែ regenerate មិនទទួលការចាញ់ចឹងខ្លួនមិននឹងអាចទទួលយកបានទៅភ្លាមនោះស្រាប់តែ memory របស់អាកាសានឹងក៏បានលេចពុករបស់គេមកប្រាប់ថាមិននេះទេកូនប៉ុណ្ណឹងបានហើយបើទោះបីជាកូនដើរផ្លូវខុសឬក៏យ៉ាងណាក៏ដោយកូនពុកនៅតែជាកូនពុកក៏ដូចជាកូសេនឹងក៏បានចេញមកនិយាយលើកទឹកចិត្តទៅកាន់អាកាសាផងដែរថាមិនអាចទៅឋានសួគ៌ជាមួយនឹងពួកយើងបានមែនក៏ប៉ុន្តែមិនអីទេកុំនៅធ្វើជាបិសាចទៀតអីប៉ុន្តែភ្លាមហ្នឹងស្រាប់តែមូសានឹងក៏បានលេចមុខចេញមកថាអាកាសាត្រូវទៅវាយគ្នាតទៀត regenerate មកក្រែងឯងចង់ខ្លាំងអីអាកាសាប៊ីនឹងងាកទៅ regenerate រួចហើយបន្តការប្រយុទ្ធទៀតឯតាស្រាប់តែពេលហ្នឹងកូយូគីក៏បានលេចមុខចេញមកនឹងអោបអាកាសាជាប់ប្រាប់ថាមិនអីទេប៉ុណ្ណឹងបានហើយក្នុងការចងចាំរបស់អាកាសានឹងក៏បានប្រែរូបរាងបិសាចរបស់គេពីអាកាសាទៅហាគូជីបាត់ទៅហើយខ្លួននឹងក៏យំហូរទឹកភ្នែកយ៉ាងខ្លាំងអោបមនុស្សស្រីដែលខ្លួនស្រឡាញ់រួចហើយក៏សុំទោសប្រាប់ថានៅខ្លួនបានត្រឡប់មកវិញហើយបន្ទាប់មករាងកាយជាបិសាចរបស់អាកាសានឹងក៏បានរលាយក្លាយទៅជាផេះផង់ជ័យជំនះក៏បានធ្លាក់មកលើក្រុម Demon Slayer របស់ពួកយើងក៏ប៉ុន្តែគេយូជាមួយនឹងតានជីរ៉ូនឹងក៏បានស្លាប់បាត់ហើយឯកប្រមាណក្បាលដែលបានហោះមកកន្លែងហ្នឹងក៏បានយកដំណឹងមួយហ្នឹងទៅប្រាប់គ្រប់គ្នាទៅនៅពេលដែលវត្តមានរបស់អាកាសាបាត់ចឹងទៅក៏កូស៊ីបូក៏ខឹងមែនទែនខែងវាចង់ខ្លាយទៅជា Upper Moon 1អីដូម៉ាណែវិញក៏ដឹងថាវត្តមានរបស់អាកាសាហ្នឹងបានបាត់ដែរមិនដឹងជាខ្លាយទៅជាបិសាចឬក៏យ៉ាងណាទេមិនដឹងទេឥឡូវមកតបភាគជាមួយនឹងសីស្អាតរបស់វាវិញហាជីរ៉ាផ្សេងនៅពេលដែលទទួលបានដំណឹងមួយនេះគ្រប់គ្នាក៏សប្បាយចិត្តនិងសរសើរទៅកាន់គេយូក៏ដូចជាតានជីរ៉ូផងដែរខាងកូនរបស់កាកាយ៉ានេះវិញក៏ពុះប្លង់ដល់ជាន់ទី100ហើយនៅតែមិនទាន់ឃើញវត្តមានរបស់មូសានភ្លាមហ្នឹងអាផមូនហ្វក៏បានលេងភ្លេងរបស់ខ្លួនបដូរអាខាសអលហ្នឹងទៅជាផ្ដុំគ្នាមួយកន្លែងដល់ឃើញថាខាសកំពុងតែផ្លាស់ប្ដូរទីតាំងចម្លែកអញ្ចឹងកូនរបស់កាកាយ៉ាក៏បានបញ្ជាឲ្យក្អែកទាំងអស់ហ្នឹងសម្រុកចូលមើលទៅកាន់ទីតាំងដែលប្រមូលផ្ដុំចូលគ្នានឹងតែម្ដងក្នុងលោកមូសាននៅកន្លែងហ្នឹងហើយឈុតឆាក movie មួយហ្នឹងក៏បាន slash នៅត្រឹមក្អែករបស់គីយូក៏ដូចជាក្អែករបស់តានជីរ៉ូហ្នឹងមកដាស់ពីអ្នកហ្នឹងឲ្យភ្ញាក់កុំស្លាប់ឲ្យសោះនឹងឯគ្នាយើងmovie មួយហ្នឹងក៏បានសម្រេចថា slash នៅត្រឹមហ្នឹងសាច់រឿងបន្តទៀតហ្នឹងគឺនៅពី movie ទៀតឯណោះបានចប់ហើយតាមដំណឹងមើលដូចជាឆ្នាំ2027ក៏ដូចជាឆ្នាំ2029នោះបានជាចេញចប់ movie ទាំងអស់ហើយហ្នឹងហើយជាចុងក្រោយខ្ញុំក៏អរគុណទៅកាន់គ្នាយើងមែនតើបើសិនជាបានតាមដានស្ដាប់មកដល់ចំណុចមួយនេះបើសិនជួយ កុំភ្លេចចុច like និង subscribe មានម្នាក់មួយមកហើយពួកយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយណាបាយបាយ